ជម្រាបសួរនិងសួស្តីមនុស្សជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះយើងនឹងមកទស្សនាសាច់រឿងដែលនឹងបង្ហាញអំពីដំណើរស្វែងរកថ្នាំម្សៅពឹសរបស់ Alex ហើយនិង Steve ដើម្បីជួយសត្វឆ្កែរបស់គេអញ្ចឹងណាហើយចង់ដឹងថាតើសាច់រឿងនឹងល្អមើលនិងមានតម្លៃអប់រំអ្វីខ្លះតោះទៅតាមដានជាមួយនឹងខ្ញុំបាទទាំងអស់គ្នាសាច់រឿងរបស់យើងគឺត្រូវបានបង្ហាញឲ្យឃើញពីការរត់គេចខ្លួនរបស់ Steve និង Alex ពីការតាមប្រមាញ់របស់ក្រុម Villager រហូតដល់ក្រុម Steve នឹងគឺបានត្រៀមលក្ខណៈដើម្បីវាយតបទៅកាន់ពួកក្រុមអាក្រក់នឹងវិញចឹងទៅ Alex នឹងគឺនាងបានផឹកថ្នាំបើកម្លាំងដើម្បីត្រៀមខ្លួនវាយតបរីឯ Steve នឹងគឺបានចាប់ផ្ដើមពេលអាវក្រោះដើម្បីការពារខ្លួនត្រៀមអាវុធត្រៀមអីចឹងទៅអ្នកទាំងពីរនឹងគឺបានដកអាវុធរៀងៗខ្លួនដើម្បីវាយប្រហាររំដោះខ្លួនរួមជាមួយនឹងឆ្កែសំណោតរបស់គេដែលវាមានឈ្មោះថាអាថ្នោតអ្នកទាំង3នឹងគឺបានចាប់ផ្ដើមវាយប្រហារយ៉ាងស្វិតស្វាញមែនទែនជាមួយនឹងគូបដិបករៀងៗខ្លួនវាកាប់ចាក់ស្លាប់គ្នាបានប្រហែលជាមួយសន្ទុះអ្នកទាំង3នឹងក៏បានយកឈ្នះក្រុមជនអាក្រក់ទាំងហ្នឹងគឺមិនឲ្យនរណាម្នាក់រើខ្លួនឡើយបន្ទាប់ពីប្រយុទ្ធគ្នាចប់ហ្នឹងគឺអ្នកទាំង3នឹងក៏បាននាំគ្នាដើរទៅមុខបន្តទៀតក្នុងអំឡុងពេលដែលដើរហ្នឹងមួយស្របក់ក្រោយមកពួកគេនឹងក៏បានជួបនឹងបុរស2នាក់ហើយពួកគេនឹងក៏បានសាកសួរផ្លូវទៅភូមិចឹងណាក្នុងអំឡុងពេលដែល Alex និង Steve កំពុងតែនិយាយជាមួយនឹងបុរស2នាក់នោះអាថ្នោតនឹងក៏បានធំក្លិនអ្វីម្យ៉ាងដែលរីចម្លែកមែនទែនហើយវាក៏បានធ្វើការរត់ទៅតាមក្លិនហ្នឹងកំពុងតែនិយាយគ្នា Alex នឹងបានងាកមើលឆ្កែតែអត់ឃើញឆ្កែរបស់ខ្លួនឡើយយើងក៏លេចមកមើលអាថ្នោតវិញគឺវាបានដើរសម្ដៅទៅជិតប្លុកដែលមានក្លិនចម្លែកហ្នឹងដោយសារតែប្លុកនោះគឺក្លិនវាយ៉ាងឈ្ងុយចឹងទៅដែលធ្វើឲ្យអាថ្នោតនឹងគិតថាវាជារបស់ញ៉ាំអាថ្នោតនេះគឺបាននិយាយថាយ៉ាចំណី Steve មកដល់ហើយតើនេះពេលនោះអាថ្នោតនេះក៏ចាប់ផ្ដើមលិតដុំប្លុកនោះយ៉ាងឆ្ងាញ់ពិសាមែនទែនគឺលិតដល់កហើយចំណែក Steve និង Alex វិញអ្នកទាំងពីរនឹងក៏បានរត់មកតាមអាថ្នោតដោយទឹកមកនឹងគឺព្រួយបារម្ភមែនទែនបន្ទាប់ពីលិតដុំប្លុកដល់ចម្លែកនោះអាថ្នោតនឹងវាក៏បានពុលឬក៏ដួលសន្លប់បាត់ទៅក្នុងពេលនោះ Steve និង Alex នឹងអ្នកទាំងពីរនឹងគឺមានអារម្មណ៍ថាភ័យសន្ស្លោមែនទែនក៏បានប្រញាប់ប្រញាល់បីអាថ្នោតនឹងទៅភូមិយ៉ាងលឿនព្រោះតែខ្លាចអាថ្នោតនឹងគឺបាត់បង់ជីវិតចឹងណាលុះរត់មកដល់ភូមិហើយអ្នកទាំងពីរនឹងក៏បានបញ្ជូនអាថ្នោតនឹងទៅព្យាបាលនៅក្នុងមន្ទីរពេទ្យសត្វដែលមានសេវាកម្មព្យាបាលសត្វចិញ្ចឹមចឹងណាគឺមិនឲ្យហួសពេលឡើយបន្ទាប់ពីមកដល់ពេទ្យហើយអ្នកព្យាបាលនឹងក៏បានសួរថាឆ្កែនឹងកើតអីឥឡូវក៏បានមកដល់រួចក៏បានបង្ហាញដុំប្លុកចម្លែកនោះថាឆ្កែរបស់ខ្ញុំនឹងគឺវាបានលិតដុំប្លុកនេះចឹងណាហើយព្យាបាលនឹងក៏ថាអូដុំប្លុកនេះគឺជាដុំប្លុកគ្រោះថ្នាក់តាហើយគាត់នឹងក៏បានបង្ហាញរូបដំណើរខាងក្រៅចឹងទៅដោយរូបហ្នឹងគឺបានបង្ហាញអំពីសត្វកញ្ជ្រោងគឺលិតដុំប្លុកហ្នឹងហើយបន្ទាប់មកសត្វកញ្ជ្រោងហ្នឹងក៏ចាប់ផ្ដើមពុលដួលចឹងទៅរួចក៏បានស្លាប់បាត់បង់ជីវិតចឹងណាដើម្បីព្យាបាលអាថ្នោតឲ្យជាឡើងវិញអ្នកព្យាបាលនឹងគឺបានបង្ហាញ map ឲ្យ Steve និង Alex នឹងទៅរកថ្នាំបន្សាបពឹសនៅក្នុងលអាងដ៏គ្រោះថ្នាក់មួយចឹងទៅព្រោះថាបើមិនទៅរកទេអាថ្នោតនឹងគឺច្បាស់ជាបាត់បង់ជីវិតជាមិនខានទេដោយមិនអាចនៅពជាពេលយូរបានអ្នកទាំងពីរនឹងក៏បាននាំគ្នាធ្វើដំណើរទៅកន្លែងដែលមានថ្នាំបន្សាបពឹសនោះព្រោះខ្លាចអាថ្នោតនឹងគឺស្លាប់ចឹងណាអ្នកទាំងពីរនឹងគឺបានចាកចេញពីភូមិនឹងយ៉ាងប្រញាប់ទៅផ្ទះរបស់គេដើម្បីរៀបចំអាវុធជួសជុលអាវុធដើម្បីត្រៀមខ្លួនជំនះឧបសគ្គនៅក្នុងអំឡុងពេលដែលពួកគេផ្សងព្រេងទៅរកថ្នាំម្សៅនោះចឹងទៅ Steve និង Alex នឹងអ្នកទាំងពីរនឹងគឺបានឆ្លងកាត់តំបន់គ្រោះថ្នាក់ជាច្រើនគឺធ្វើដំណើរទាំងថ្ងៃទាំងយប់ខ្លួនគេទាំងពីរនឹងក៏ត្រូវជួបជាមួយនឹងពួកបិសាចជាច្រើនពីមួយកន្លែងទៅមួយកន្លែងចឹងទៅអស់រយៈពេលជាច្រើនថ្ងៃមកអ្នកទាំងពីរនឹងក៏បានមកដល់ច្រកចូលនៅក្នុងឡានគ្រោះថ្នាក់នោះ Steve នឹងក៏បានដកចង្កៀងមកដើម្បីបំភ្លឺផ្លូវទៅក្នុងឡានហ្នឹងចឹងណាជាមួយនឹងក្តីបារម្ភនិងភ័យខ្លាចហើយប្រុងប្រយ័ត្នចឹងទៅព្រោះឡាននេះគឺមានលក្ខណៈធំនិងមានជម្រៅចុះជ្រៅទៅក្រោមទៀត Steve និង Alex នឹងគឺបានក្រឡេកមើលបរិយាកាសជុំវិញដែលមានភាពស្រស់ស្អាតភ្លឺចែងចាំងដោយត្បូងពណ៌ស្វាយនិងរុក្ខជាតិនៅក្នុងឡានហ្នឹងយ៉ាងស្រស់បំព្រងមែនទែនក្នុងពេលដែលកលែងមើលបរិយាកាសជុំវិញហ្នឹងពេលនោះក៏មាន Axolotl cute មួយក្បាលហ្នឹងក៏បានលោតចេញពីក្នុងទឹកដែលធ្វើឲ្យ Alex ហ្នឹងគឺនាងភ័យមែនទែនហើយ Steve គេបាននិយាយថាកំភៃបងនៅនេះហើយតាភ័យទៅអីបន្ទាប់ពីនិយាយហើយ Steve ហ្នឹងក៏បានទៅអង្អែលក្បាល Axolotl មួយក្បាលហ្នឹងក៏ឃើញថាវាគ្មានគ្រោះថ្នាក់អីទេចំណែកឯ Alex វិញនាងក៏បានទៅក្បែរហើយក៏អង្អែលក្បាល Axolotl ហ្នឹងដូច Steve ដែរចឹងណាក្នុងអំឡុងពេលដែលសប្បាយជាមួយនឹងបរិយាកាសជុំវិញហ្នឹងពេលនោះក៏មានគ្រាប់ព្រួយពីរគ្រាប់ហ្នឹងក៏បានបាញ់តម្រង់មករក Alex តែត្រូវបាន Steve នឹងគឺជួយសង្គ្រោះទាន់ហើយបន្តមកទៀតក៏មានពួក monster ជាច្រើនដែលបានធ្វើការដើរសម្ដៅមកចង់វាយប្រហារទៅកាន់អ្នកទាំងពីរចឹងណា Steve និង Alex នឹងពួកគេក៏បានរៀបចំខ្លួនប្រុងប្រៀបដើម្បីវាយតបទៅកាន់ក្រុមបិសាចទាំងហ្នឹងដោយភាពអង់អាចក្លាហានហើយអ្នកទាំងពីរនឹងគឺបំបានវាយដើម្បីយកឈ្នះពួក monster ទាំងអស់នោះទេគឺដើម្បីយករួចខ្លួនតែប៉ុណ្្នឹងឯងព្រោះពួកគេគិតថាមិនចំណាយពេលវេលាដើម្បីវាយពួក monster ទាំងអស់នោះទេ
បន្ទាប់ពីវារំដោះខ្លួនបានជោគជ័យហើយអ្នកទាំងពីរនឹងក៏បានដើរបន្តទៅមុខទៀតតាដែលក៏បានជន់របស់ម្យ៉ាងហើយខ្លួនគេទាំងពីរនឹងក៏ធ្លាក់ចូលទៅក្រោមដោយមានសុវត្ថិភាពចឹងទៅយល់ថាប្រាសាទនេះគឺមានលក្ខណៈធំណាស់ហើយគួរឲ្យខ្លាចនឹងមានគ្រោះថ្នាក់ផងដែរហើយប្រាសាទនេះគឺជាប្រាសាទដែលមានតម្កល់ថ្នាំបន្សាបពឹសហ្នឹងអ្នកទាំងពីរនឹងក៏បាននាំគ្នាដើរបន្តដើម្បីរកថ្នាំបន្សាបនោះហើយការដើររបស់ពួកគេនឹងក៏បានបន្លឺជាសំឡេងដែលអាចមានឱកាសឲ្យ Warden នឹងគឺបង្ហាញខ្លួនចឹងទៅដែលបានមួយរបស់អ្នកទាំងពីរនឹងក៏បានឃើញថ្នាំវេទមន្តគឺថ្នាំបន្សាបពឹសហ្នឹងដោយមិនរងចាំយូរអ្នកទាំងពីរនឹងគឺបានសហការគ្នារត់សម្ដៅទៅកាន់ទីតាំងថ្នាំនោះតែការរត់របស់ពួកគេនេះគឺបានបន្លឺជាសំឡេងបង្កជាសំឡេងយ៉ាងខ្លាំងណាបណ្ដាលឲ្យបិសាច Warden នឹងគឺបានផុសបង្ហាញខ្លួនមកគឺបិសាចនេះក៏បានផុសពីក្នុងដីហើយស្ទាក់នៅមុខពួកគេចឹងណាដោយមិនចាំយូរ Steel នឹងក៏បានបើកការវាយប្រហារទៅកាន់បិសាចនោះមុនគេប៉ុន្តែជាអកុសលឡើង Steel នឹងក៏ត្រូវបានបិសាច Warden នឹងគឺទះមួយដៃដែលធ្វើឲ្យខ្លួនរបស់ Steel នឹងគឺខ្ទាតទៅឆ្ងាយមែនទែនដោយឃើញ Steel មិនអាចធ្វើអ្វីបានឥឡូវហ្នឹងនាងក៏បានសម្រុកចូលទៅវាយប្រហារទៅកាន់បិសាចនឹងម្នាក់ទៀតក៏នៅតែមិនអាចធ្វើអ្វីបិសាចនឹងបានដដែល Steel ផ្ទាល់ខ្លួនគេនឹងក៏បានយក TNT គប់ដាក់បិសាច Warden នឹងតែក៏មិនអាចធ្វើអ្វីបិសាចនោះបានដដែលពេលដែល TNT ផ្ទុះនឹងបិសាចនឹងក៏បានងាកមើលឆ្វេងមើលស្ដាំដើម្បីផ្ទៀងតិចស្ដាប់សំឡេងចឹងណាឃើញសកម្មភាពបែបហ្នឹង Steel នឹងក៏បាននឹកឃើញល្បិចមួយខ្លួនគេនឹងក៏បានសាកល្បងគប់ដុំថ្មមួយនឹងទៅឲ្យឆ្ងាយហើយដុំថ្មនឹងក៏បានបង្កជាសំឡេងដែលធ្វើឲ្យបិសាច Warden នឹងគឺរត់សម្ដៅទៅវាយប្រហារទៅកាន់ថ្មនឹងចឹងយើងអាចដឹងកលឺហើយគឺថាបិសាច Warden នឹងគឺឲ្យតែលឺសំឡេងកន្លែងណាគឺវានឹងទៅវាយប្រហារកន្លែងដែលមានសំឡេងហ្នឹងពេលហ្នឹង Steel នឹងក៏បានរកឃើញវិធីដើម្បីរំដោះខ្លួនកិច្ចពីបិសាចហ្នឹងដោយខ្លួនគេនឹងក៏បានប្រើប្រាស់កំជ្រួយដើម្បីបញ្ឆោតបិសាចហ្នឹងឲ្យទៅឆ្ងាយដែលធ្វើឲ្យខ្លួនគេហើយនឹងអាឡិចហ្នឹងគឺបានសហការគ្នាដើម្បីទៅលួចយកថ្នាំបន្សាបពឹសនោះបានដោយជោគជ័យក្នុងអំឡុងពេលដែលធ្វើសកម្មភាពដើម្បីទៅយកថ្នាំហ្នឹងពួកគេក៏បានបង្កជាសម្លេងដែលធ្វើឲ្យ Warden ហ្នឹងគឺវាងាកមកវាយប្រហារពួកគេបន្តទៀតនាងទាំងពីរហ្នឹងក៏បានធ្វើការរត់ចូលនៅក្នុងរូងតូចមួយចំណែកឯ Warden វិញវាក៏បានបន្តដេញនិងស្រែកមួយទំហឹងពេលនោះ Steel នេះក៏បានប្រើប្រាស់ TNT មកគ្រាប់ចុងក្រោយហ្នឹងដោយប្រើប្រាស់ TNT ហ្នឹងគប់បំផ្ទុះផ្លូវហើយរំដោះខ្លួនបានដោយជោគជ័យលុះអ្នកទាំងពីរអាចយកថ្នាំបន្សាបពឹសនោះបានហើយពួកគេបានបន្តប្រញាប់យកថ្នាំហ្នឹងទៅផ្ទះវិញយ៉ាងលឿនលុះមកដល់ហើយ Steel ហ្នឹងក៏បានយកថ្នាំនោះបញ្ចុកឆ្កែរបស់គេដោយភាពអស់សង្ឃឹមមែនតែនភ័យហងអីហងចឹងណាហើយមួយស្របក្រោយមកហ្នឹងអាថ្នោតហ្នឹងក៏បានដឹងខ្លួនមកវិញហើយវាក៏បានហក់ទៅអោប Steel ទៅអោប Alex ដោយភាពសប្បាយរីករាយយ៉ាងទៅបន្ទាប់ពីព្យាបាលអាថ្នោតបានជាសះស្បើយពីពឹសពុលនេះហើយ Steel និង Alex ហ្នឹងរួមជាមួយអាថ្នោតផងដែរទាំង3នាក់ហ្នឹងក៏បានដើរចាកចេញពីភូមិដោយភាពសប្បាយរីករាយហើយសាច់រឿងរបស់យើងគឺបានបញ្ចប់ហើយស្លេះតែប៉ុណ្ណឹងហើយសម្រាប់សាច់រឿងនេះផងដែរក៏បានបង្ហាញពីតម្លៃអប់រំមកកាន់យើងថាបើសិនណាជាយើងឃើញរបស់អ្វីដែលរីកចម្លែកហើយយើងអត់ដែលស្គាល់ពីមុនមកហ្នឹងសូមកុំប៉ះពាល់ឲ្យសោះប្រយ័ត្នតែមានគ្រោះថ្នាក់ដូចជាអាថ្នោតដែលខ្លួនវានឹងគឺប៊ីនឹងបាត់បង់ជីវិតទៅហើយតែវាក៏បានរួចខ្លួនពីគ្រោះថ្នាក់ហ្នឹងដោយសារតែការខិតខំប្រឹងប្រែងសហការគ្នាដើម្បីរកថ្នាំបន្សាបពីសំណាក់ Steel និង Alex ហ្នឹងដូច្នេះមុននឹងបញ្ចប់វីដេអូអ្នកនរគ្នាកុំភ្លេចជួយចុច like និង subscribe នៅវីដេអូរបស់ខ្ញុំម្នាក់មួយផងអរគុណមនុស្សជាទីស្រឡាញ់ទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ